បញ្ហាខ្យល់នៅតែរួមរិតនៅប្រទេសថៃជាពិសេសក្នុងរាជធានីបាងកកតែម្ដងដោយនៅព្រឹកថ្ងៃច័ន្ទទី12ខែមករាឆ្នាំ2026តំបន់ចំនួន20ក្នុងទីក្រុងនេះត្រូវបានគ្របដណ្ដប់ដោយកំហាប់ភាគល្អិត PM 2.5 លើសកម្រិតសុវត្ថិភាពដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សតាមការផ្សាយរបស់អាមរិនដោយដកស្រង់ពីប្រភពមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃទីក្រុងបាងកក PM 2.5 នៅរាជធានីប្រទេសថៃបានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រូចគិតត្រឹមម៉ោង 7 ព្រឹកនៅក្នុងនោះកន្លែងដែលមានការបំពុលខ្លាំងជាងគេគឺខណ្ឌប៉ាថុងវ៉ាន់ដោយ PM 2.5 ឈានទៅដល់ 49.9 មីក្រូក្រាមក្នុង1ម៉ែត្រគូបនៃខ្យល់បន្ទាប់មកគឺខណ្ឌបាងរក 46.3 មីក្រូក្រាមក្នុង1ម៉ែត្រគូបនៃខ្យល់និងខណ្ឌឆាតុច័ន្ទ 44.1 មីក្រូក្រាមក្នុង1ម៉ែត្រគូបនៃខ្យល់ PM 2.5 ដែលកំហាប់ភាគល្អិតដែលហក់ឡើងដល់កម្រិតនេះគឺប៉ះពាល់ខ្លាំងណាស់ដល់សុខភាពផ្លូវដង្ហើមជាពិសេសមនុស្សវ័យចំណាស់និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមុននេះដែររដ្ឋបាលក្រុងបាងកកក៏បានអំពាវនាវឲ្យបុគ្គលិកក្រុមហ៊ុនខ្លះធ្វើការនៅផ្ទះផងដែរព្រោះតែខ្យល់ពុលធ្ងន់ធ្ងរខ្លាំងពេក